ការខ្ញុំនៅពីក្មេងខ្ញុំអត់សូវបានមើលឃើញពីភាពអស្ចារ្យរបស់ប្រាសាទបុរាណនៅក្នុងប្រទេសយើងប្រហែលទេជាពិសេសខ្ញុំគឺជាអ្នកខេត្តសៀមរាបរស់នៅសៀមរាបតាំងពីតូចហើយឪពុកម្ដាយជីដូនជីតាអីគឺសុទ្ធតែជាអ្នកសៀមរាបទាំងអស់ពេលមានកម្មវិធីបុណ្យទានអីធំមានការដើរលេងនៅតាមប្រាសាទអីចឹងខ្ញុំគ្រាន់តែទៅដើរលេងជុំគេហ្នឹងគឺដើម្បីជាភាពសប្បាយរីករាយខ្លួនឯងដែលជាក្មេងចូលចិត្តឃើញមនុស្សអ៊ូអរមានការលក់ដូរអីច្រើនទេអត់បានគិតផ្ដោតសំខាន់ថាអូប្រាសាទបុរាណគឺមានភាពអស្ចារ្យយ៉ាងណាអីគឺខ្ញុំអត់ដែលបានគិតដល់ចំណុចហ្នឹងទេហើយពេលតែមើលឃើញទៅមានឃើញអីឃើញមើលទៅគ្រាន់តែជាថ្មហ្នឹងឃើញចម្លាក់អីហ្នឹងក៏ជាថ្មក៏មិនសូវបានជាចាប់អារម្មណ៍ថាភាពអស្ចារ្យហ្នឹងវាយ៉ាងម៉េចតែដល់ពេលតែយើងកាន់តាធំចេះគិតច្រើនជាងមុនក៏យើងគិតថាអូតាមពិតប្រាសាទបុរាណហ្នឹងគឺពិតជាមានតម្លៃខ្លាំងមែនតើជាពិសេសប្រាសាទហ្នឹងគឺសាងសង់ដោយស្នាដៃរបស់បុព្វបុរសរបស់យើងបងប្អូនចឹងអ្វីដែលជាគេដំណើរដូនតាទុកមកឲ្យហើយកន្លងទៅរយៈពេលរាប់ពាន់ឆ្នាំរាប់រយឆ្នាំពេលដែលខ្ញុំបានយល់ថានេះពិតជាទ្រព្យសម្បត្តិដ៏មានតម្លៃមែនដែលដូនតាយើងបានបន្សល់ទុកឲ្យធ្វើឲ្យខ្ញុំមានមោទនភាពដែលខ្ញុំបានកើតនៅក្នុងទឹកដីមួយដ៏អស្ចារ្យដែលមានអរិយធម៌រុងរឿងហើយក៏មានវប្បធម៌ដ៏រុងរឿងមួយទៅបីតាប្រទេសជិតខាងក៏បានទទួលចំហាយពីវប្បធម៌របស់យើងដែរទោះបីជាពេលនេះគេមិនព្រមទទួលស្គាល់ថាគេបានទទួលឥទ្ធិពលពីខ្មែរយើងក៏ដោយហើយគេគិតថាយើងពេលនេះខ្មែរពេលនេះមិនមែនជាខ្មែរជំនាន់មុនគេគិតថាអញ្ចឹងណាតែតាមពិតជាស្ដែងគឺយើងមានឈាមជ័រជាខ្មែរតាំងពីមុនរហូតមកដល់សម័យនេះគឺយើងមានឈាមជ័រជាខ្មែររហូតមកទាំងក្នុងនាមយើងទាំងអស់គ្នាជាកូនខ្មែរម្នាក់ហ្នឹងគឺយើងមានតែត្រូវប្រឹងប្រែងធ្វើការតាំងចិត្តថាត្រូវអភិវឌ្ឍខ្លួនឯងឲ្យខ្លាំងព្រោះមានតែភាពខ្លាំងទេទើបធ្វើឲ្យយើងរុងរឿងដោយសម័យកាលពីមុនអញ្ចឹងទោះតែយើងខ្លាំងគឺទើបឲ្យប្រទេសជាតិស្រុកទេសរបស់យើងនឹងគឺរុងរឿងគេមិនហ៊ានមើលងាយគេមិនហ៊ានចំអកឡកលើយហើយដល់ពេលដែលយើងខ្លាំងហើយបងប្អូនត្រូវប្រើភាពខ្លាំងរបស់ខ្លួនឯងឲ្យបានត្រឹមត្រូវគឺគ្រាន់តែប្រើដើម្បីតតាំងនិងទប់ទល់ជាមួយនឹងអ្នកដែលបំពេញយើងនឹងបានឲ្យបងប្អូនចាកុំប្រើភាពខ្លាំងរបស់យើងទៅបំផ្លាញគេព្រោះមានអ្នកចិត្តខាងយើងនឹងគឺចូលចិត្តខ្លាំងណាស់នៅពេលដែលខ្លួនឯងខ្លាំងហើយចាប់ផ្ដើមយកអាភាពខ្លាំងរបស់ខ្លួនឯងខ្លាយទៅជាអំនួតបន្ទាប់មកក៏ចាប់ផ្ដើមដើរបំផ្លាញគេចង់បានអីអត់បានដូចចិត្តក៏ចាប់ផ្ដើមបំផ្លាញតែម្ដងអត់មានការគោរពចំពោះអ្នកដទៃសូម្បីតែបន្តិចអញ្ចឹងចំណុចនេះគឺជាទង្វើមិនល្អទេខ្លាំងគឺត្រូវខ្លាំងដោយកិត្តិយសកុំធ្វើដោយអ្នកចិត្តខាងយើងបងប្អូនគ្រាន់តែចូលមកភ្លាមគឺបំផ្លាញប្រាសាទបុរាណបំផ្លាញសាលារៀនផ្លូវថ្នល់មន្ទីរពេទ្យគឺបំផ្លាញគ្រប់យ៉ាងចង់ឲ្យអ្នកដទៃហ្នឹងអន់ខ្សោយជាងខ្លួនគ្រប់ប្រាសាទទាំងអស់នៅក្នុងប្រទេសកម្ពុជាភាគច្រើនគឺជាប្រាសាទដែលធ្វើឡើងដើម្បីគោរពទៅដល់សាសនាហិណ្ឌូtrongប្រទេសកម្ពុជាគឺសម្បូរទៅដោយ Hindu Temple ច្រើនខ្លាំងមែនតើទោះបីជាពេលនេះប្រទេសយើងកាន់ព្រះពុទ្ធសាសនាមែនប៉ុន្តែសាសនាហិណ្ឌូលទ្ធិត្រីមូលទេសហ្នឹងគឺត្រូវបានខ្មែរយើងហ្នឹងច្បាច់បញ្ចូលប្រើប្រាស់រួមគ្នាជាមួយនឹងសាសនាព្រះពុទ្ធរួចទៅហើយអញ្ចឹងសាសនាព្រះពុទ្ធហើយនិងហិណ្ឌូពេលនេះដែលនៅក្នុងប្រទេសកម្ពុជាហ្នឹងគឺយើងបានប្រើប្រាស់ជាប្រចាំរាល់ថ្ងៃបើយើងនិយាយពីអាទិទេពទាំង3អង្គមានព្រះព្រហ្មព្រះវិស្ណុព្រះសិវៈភាគច្រើនព្រះវិស្ណុគឺយើងត្រូវយើងបានយករូបតំណាងព្រះអង្គមកប្រើប្រាស់ច្រើននៅក្នុង logo របស់ក្រសួងមួយចំនួនជាពិសេសគឺក្រសួងដែលតាក់ទងជាមួយនឹងការសាងសង់ពួកអង្គព្រះវិស្ណុព្រះអង្គគឺជានិមិត្តរូបនៃការសាងសង់ហើយជានិមិត្តរូបនៃការបង្កើតអ្វីមួយអញ្ចឹងហើយបានជាខ្មែរយើងយករូបព្រះអង្គមកធ្វើជានិមិត្តសញ្ញាដាក់នៅតាម logo របស់អង្គភាពហើយនៅពេលដែលមានការសាងសង់អីភាគច្រើនគឺតែងតែឧទ្ទិសទៅដល់ព្រះពឹស្ណុកាសូម្បីតែការរៀបចំពិធីឡើងផ្ទះមង្គលការពិធីអីផ្សេងភាគច្រើនគឺសុទ្ធតែគោរពទៅដល់ព្រះពឹស្ណុកាដែលយើងហៅថាព្រះវិស្ណុហ្នឹងតែរហូតមកទេហើយអត្តហ៊ានឈ្លានពានហ្នឹងទៅអីជាមួយនឹងរូបសំណាកអង្គព្រះវិស្ណុតែមួយហ្នឹងមិនគិតថាចង់បំផ្លាញហ្នឹងដើម្បីបំបត្តិភ័ស្តុតាងអីព្រោះនៅពេលដែលខ្មែរធ្វើនៅក្នុងទឹកដីហ្នឹងទៅគិតថាគេច្រឡំថាដីហ្នឹងជាដីខ្មែរឯងមិនច្រឡំទេពួកដីហ្នឹងគឺជាដីខ្មែរហ្នឹងហើយដីខ្មែរហ្នឹងបានជាខ្មែរទៅសាងសង់ហ្នឹង
ទឹកដីវាណាដែលយើងអាចចូលទៅសាងសង់រូបសំណាកធំធំចេះបាននោះចូលមិនបានទេតាឈានជើងចូលមកតាហ៊ានហ្នឹងវាមិនឲ្យចូលផងដល់ឥឡូវតាហ៊ានវាចូលមកឈ្លានពានដីខ្មែរហើយបំផ្លាញទ្រព្យសម្បត្តិដែលខ្មែរហ្នឹងបានខំកសាងនឹងចោលទៀតតាំងប្រាសាទតាំងរូបសំណាកដែលគោរពទៅដល់សាសនាហិណ្ឌូហ្នឹងគឺវាបំផ្លាញខ្ទេចអស់ពួកអាចោចង្រៃហ្នឹងវាអាក្រក់ណាស់